ជំរាបសួរថ្ងៃនេះខ្ញុំសូមធ្វើការបត់បង្ហាញអំពី SQL Server Replication តើអ្វីទៅគឺជា SQL Server Replication បាទ SQL Replication គឺជា set technology មួយដែលសម្រាប់ copy distribute data និង data object from database មួយទៅ database មួយទៀតហើយពួកវាអាចធ្វើការ synchronize រវាង database ហ្នឹងទៅកាន់ main consistent បានន័យថាយើងcopy ហើយវា sync ទៅន័យពីយើង copy ហ្នឹងទៅកាន់ main database របស់យើងហើយហេតុអ្វីបានពួកយើងត្រូវប្រើវា why we use SQL Server Replication database នឹងយើងប្រើហេតុអីបានយើងត្រូវប្រើមិនប្រើធម្មតាទៅបាទអញ្ចឹងដោយសារនេះ data distribute share data cross multi location where load balancing redundant load single server by distribute បាទហើយយើងប្រើ offline អាចឲ្យ user ប្រើ offline បានហើយពេល online win synchronous letter ក៏បានដែរហើយចំណុចពិសេសរបស់វាមួយទៀត high availability we provide redundancy and follower option ហើយមួយទៀតគឺ real time reporting ពេលដែលយើង enable replication copy វាអត់ effect ទៅលើ result ចឹងទេអញ្ចឹងក្នុងហ្នឹងវាគឺជា headផលដែលយើងត្រូវប្រើហ្នឹងអញ្ចឹងវាខុសគ្នាមិនវាខុសគ្នាធម្មតានេះនៅពេលដែលយើងប្រើ database ធម្មតាវាបានតា basic table structure ទូទៅទេមាន row column អញ្ចឹងទៅហើយការប្រើប្រាស់របស់វា store manage data within single database វាអាចប្រើ database ច្រើនបានទេហើយ scope data local database វា not automatic share ទៅអ្នកផ្សេងបានទេហើយការ access ក៏ដូចគ្នាដែរការ access all user or application must connect to the same database the same data ហ្នឹងហើយអញ្ចឹងការ access ទាំងអស់ហ្នឹងគឺត្រូវតែ connect the same database ទាំងអស់អត់អាចផ្សេង database បានទេតែ replication របស់យើងអាច connect ទៅកាន់ replication ហ្នឹងក៏បានទៅ main ក៏បានដើម្បីចែកការងារធ្វើចឹងដោយសារកាលណាយើងមាន system ធំគឺមាន database distribute សិនជាច្រើនអញ្ចឹងអ្វីដែលខ្ញុំនិយាយហ្នឹងគឺជាចំណុចដែលហេតុអីបានយើងត្រូវប្រើហ្នឹងអញ្ចឹងដោយសារតែnormal នេះវាអត់មានហើយអញ្ចឹងបាន replication ហ្នឹងវាមកជំនួសការងារទាំងអស់ហ្នឹងដើម្បីវា copy ទាំងអស់ហ្នឹងហើយពី database មួយទៅ database មួយហើយវា synchronize ជាមួយគ្នាអូខេអញ្ចឹងត្រឡប់មកវិញដើម្បីឲ្យងាយយល់ប្រៀបបានដូចយើងនិយាយថា normally table like a book you write only you can see unless you share pass around អានេះដូចជាសភៅយើងមួយអញ្ចឹងយើងអាចសរសេរដាក់នៅក្នុងហ្នឹងអញ្ចឹងបើយើងអត់ចែកម្លែកឲ្យគេឃើញគេមើលអត់ឃើញទេអានោះក៏ដូចគ្នាដែរអញ្ចឹងនៅក្នុង database វាអាចមានច្រើន table វាមានច្រើន table តើតែយើង share database ណាមួយឬក៏ table ណាមួយឲ្យគេឃើញបានគេមើលឃើញរបស់យើងបានហើយបើយើងអត់ share អត់ឃើញអញ្ចឹងហើយជាចំណុចកន្លែងហ្នឹងអាចនឹងឆ្ងល់បើយើងអត់ share គេមិនឃើញចង់និយាយថាវានៅក្នុង database វាអាចមានច្រើន table នៅក្នុងហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើ replication យើងអាចជ្រើសរើស table ណាដែលយើងចង់ share table ណាដែលយើងអត់ share ទេគឺគេមើលអត់ឃើញទេអញ្ចឹងចំណុចពិសេសគឺត្រង់ហ្នឹងអូខេអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញអំពីរបៀប configuration អញ្ចឹងខ្ញុំមាន Microsoft SQL Server Management Studio ហើយខ្ញុំមាន database មួយដែលមានឈ្មោះ Adventure Work 2009ហើយអានេះគឺជា sample database ដែលខ្ញុំធ្វើក្នុងការបត់បង្ហាញហើយដើម្បីធ្វើការ replication គឺយើង make sure ថា agent របស់យើងគឺដើរបាទ server agent របស់យើងដើរអញ្ចឹងយើងបើសិនជាវាអត់ដើរយើងចុច start មកតែផងខ្ញុំដើរហើយពេលខ្លះបើវាដើរអត់ស្រួលវាល្អអញ្ចឹងយើងចុច restart អញ្ចឹងមកប៉ុន្តែផងខ្ញុំដំណើរការល្អហើយអញ្ចឹងខ្ញុំសូមអត់ touch លើកទៅលើវាទេអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅដល់របៀបធ្វើតែម្ដងប៉ុន្តែចំណុចដែលខ្ញុំនិយាយមិញគឺសុទ្ធតែជាចំណុចសំខាន់
គោលការណ៍របស់វាគឺយើងត្រូវធ្វើបែបហ្នឹងកាលណាបើយើងធ្វើអត់ត្រឹមត្រូវទេdatabase replication របស់យើងអត់ដើរទេអូខេអញ្ចឹងដើម្បីធ្វើ replication នឹងបានយើងចុច right click ទៅលើ replication មកបាទហើយចូលទៅពាក្យ configuration distribution ចុច next មកអានេះគឺជា server ឬក៏ machine ដែលយើងតម្លើង Azure server ហ្នឹងហើយនេះចំណុចនេះគឺកាន់តែសំខាន់មែនតើពេលដែលយើងធ្វើ replication ហ្នឹងគឺត្រូវមាន snapshot មួយប្រៀបបានដូចកន្លែងដែលដាក់ database របស់យើងអញ្ចឹងណាបាទវាមាន snapshot ហ្នឹងហើយបានវាបង្កើត database ហ្នឹងបានហើយជាទូទៅកាលណាយើងដាក់អាទីតាំងនេះចូលជាមួយនឹងអា drive C ឬក៏ location ដែលយើងបង្កើតជាមួយនឹង SQL server ហ្នឹងណាគឺពីច្រើនគឺជាប់ permission ពិបាកមែនទែនក្នុងការដោះស្រាយបាទអញ្ចឹងដើម្បីដោះស្រាយអាហ្នឹងឬក៏ដើម្បីកុំឲ្យមានបញ្ហាជាទូទៅគេធ្វើ replication ដើម្បីdatabase ដាច់ដល់ឡែកផ្សេងគ្នាអញ្ចឹងគេមិនដែលទុកជាមួយគ្នាបើទុកជាមួយគ្នាអត់ដែរគេប្រើ database តែមួយតែហ្មងទៅអញ្ចឹងគេប្រើដាក់កន្លែងផ្សេងគ្នាដើម្បីកុំឲ្យប្រើ resource ច្រើនតែញ៉ៃញ៉ៃអញ្ចឹងណាអញ្ចឹងគេរៀបចំការងារគឺបែបហ្នឹងអូខេអញ្ចឹងខ្ញុំសូមបង្ហាញពី drive របស់ខ្ញុំអញ្ចឹងខ្ញុំមាន drive មួយផ្សេងទៀតគឺខ្ញុំអត់ដាក់ជាមួយនឹង drive របស់គេ default ទេខ្ញុំយក drive របស់ខ្ញុំ copy ហើយយកទៅដាក់នឹងតែម្ដងអូខេអញ្ចឹងទីតាំងរបស់ខ្ញុំដាក់ក្នុង drive E ហើយខ្ញុំចុច next អានេះយើងបាច់ modify ទេ by default របស់យើងដាក់ attribution ហ្នឹងមកបាទ desktop របស់យើងអានេះគ្មានអីត្រូវមើលអីអត់តែដូចជាអត់មានអីទេអូខេយើង keep default វា next ហើយយើងចាំរហូតដល់វាចប់អញ្ចឹងវានឹងធ្វើការ configuration របស់វាអញ្ចឹងវា load ចេះវាអត់មាន error អីទេវា success អញ្ចឹង step បន្ទាប់ទៀតគឺយើងត្រូវ extract របស់វាហើយយើង local publication ហើយយើងបង្កើត new មកអញ្ចឹងយើងចង់ធម្មតាយើង database machine server របស់យើងអាចមាន database ច្រើនអញ្ចឹងយើងចង់ replication ទៅលើ database មួយណាដែលយើងចង់ replicate អញ្ចឹងខ្ញុំ select យកលើ database ដែលខ្ញុំចង់ធ្វើហើយក្នុងនោះវាមានច្រើនផ្សេងទៀតអញ្ចឹងខ្ញុំសូមយកបង្ហាញតែចំណុចមួយនេះទេដើម្បីឲ្យយើងមាន concept តែប៉ុណ្ណឹងអានេះអ្វីដែលខ្ញុំបង្ហាញពីមុនថាវាអាច share data វាអាចដូចសភៅមួយដែលយើងឲ្យគេមើលហើយសភៅមួយទៀតដែលយើងអត់ចង់ឲ្យគេមើលអញ្ចឹងអានេះក៏ដូចគ្នាដែរយើងចង់ឲ្យគេមើលប្រហែល table ប៉ុណ្ណឹងតែបើយើងអត់ចង់យើងចង់ tick 1 2 3ក៏បានតែបើយើងចង់ឲ្យគេមើលទាំងអស់យើង tick ទាំងអស់មកអូខេឥឡូវខ្ញុំ tick ទាំងអស់អូខេយើងចុចអានេះមានអីត្រូវនេះទេតែខ្ញុំអត់ add ហ្នឹងទេខ្ញុំសុំយក default អូខេហើយខ្ញុំបង្កើត snapshot មកអូខេអញ្ចឹងកន្លែងនេះគេសួរ snapshot agent អញ្ចឹង make sure ថាពេលដែលយើង run ហ្នឹង agent របស់យើងដាក់ហើយអានេះវាសួរតែយើងចង់ដាក់ account Microsoft ឬក៏អីផ្សេងតែខ្ញុំអត់សូមដាក់អីញ៉ៃញ៉ៃស្មុគស្មាញទេយើងដាក់ per agent របស់យើងនេះហ្មងទៅចុច OK ហើយចុច next ហើយវានឹងចុចបង្កើត next ទៀតមកអញ្ចឹងអានេះយើងចង់ដាក់ឈ្មោះអីគេនេះ publication name អញ្ចឹងខ្ញុំអត់ចង់ដាក់ឈ្មោះអីញ៉ៃញ៉ៃច្រើន copy ឈ្មោះ standard របស់វាទេខ្ញុំនឹងដាក់ឈ្មោះនេះតែម្ដងឈ្មោះ adventure នេះហើយយកអូខេហើយខ្ញុំដាក់ឈ្មោះអីក៏បានដែរធ្វើម៉េចឲ្យងាយស្រួលយល់ធម្មតាយើងធ្វើអីមួយមាន standard របស់យើងណាអញ្ចឹងយើងដាក់ឈ្មោះឲ្យត្រឹមត្រូវ public ខ្ញុំសុំដាក់ខ្លីតែប៉ុណ្្នឹងមកបាទអញ្ចឹងវានឹងបង្កើត publication មួយអញ្ចឹងចំណុចនេះបើកាលណាយើង database យើងកាន់តែច្រើន article អីវ៉ាន់ផ្សេងព័ត៌មានយើងកាន់តែច្រើនអាហ្នឹងកាន់តែយូរអូខេចាប់ចំណុចហ្នឹងមួយតែអត់ទាន់ចប់ទេនៅមួយតង់ទៀតយើងចុចលើចំណុចហ្នឹងមិញមកបាទមិញយើងមានតែលើនេះឥឡូវមកដល់ក្រុម local មកដល់នេះអញ្ចឹង database របស់យើងវាមានឈ្មោះប៉ុណ្ណេះអញ្ចឹងយើងត្រូវបង្កើត subscription បាទចុច new subscription ហើយចុច next
ចុច next ទៀតមកចុច next ទៀតមកហើយយើង take យកserver របស់យើងនឹងមកហើយនេះយើងចង់បង្កើតមកដាក់បង្កើត database ថ្មីមកយើងអត់ចង់លុបលំជាមួយរបស់គេងាយហើយកន្លែងនេះ database របស់យើងចង់ដាក់ឈ្មោះគេអញ្ចឹងខ្ញុំនឹងដាក់ឈ្មោះរបស់វាដាក់ឈ្មោះនឹងដែរយើងគ្រាន់តែដូរឈ្មោះវាទៅ replication ហ្នឹងមកបាទប៉ុណ្ណឹងហើយចុច OK មកហើយយើងចុចយកបន្ទាប់ទៀតមកកន្លែងនេះយើងត្រូវចុចចំណុចដៃនេះមួយហើយយើងយក agent របស់យើងប្រើ by default របស់វាមកបាទហើយចុច next finish អញ្ចឹងរងចាំយើងធ្វើការរងចាំអូខេអញ្ចឹងវា success ហើយអត់មាន error ទេពេលដែលយើងធ្វើចឹងហើយក៏មិនប្រកាសថាដើរ 100% ដែរយើងត្រូវឆែកមើល lock មានច្រើនកន្លែងទៅមើល lock តែអីយើងមើលតែកន្លែង local នេះក៏បានហើយយើងយកពាក្យនេះ yes sorry ចូលកន្លែង replication មកហើយចូលlaunch replication monitor អញ្ចឹងកន្លែងនេះកាលណាបើ replication របស់យើងវាអត់ successful វា load សញ្ញាខ្វែងវាមិន load warning អានេះទេប៉ុននេះវាគ្រាន់តែនិយាយពី performance ដោយសារតែមុនហ្នឹងគឺដោយសារតែ computer របស់ខ្ញុំមានអត្រា IC អត់មាន hard disk មួយតង់ទៀតទេអញ្ចឹងខ្ញុំដោត flash អញ្ចឹងវា slow អញ្ចឹង performance វាគ្រាន់តែប្រាប់ថាវា slow តែប៉ុណ្្នឹងឯងដោយសារតែយើងប្រើ USB ហ្នឹងអូខេអញ្ចឹងវាអត់មានបញ្ហាទេវាដំណើរការល្អហើយអញ្ចឹងអត់មាន load error អីក្រហមប្រាក់អីទេនេះយើងមើលថា run ព្រោះវា complete អស់ហើយអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញពី database របស់យើងអញ្ចឹងអា database របស់យើងនេះអានេះ database របស់យើង Zin ជា main database អញ្ចឹងនៅក្នុង main database របស់យើងវាមានស្អីគេខ្លះចឹងមក table មកកណ្ដោខ្ញុំសូមធ្វើការ run query មួយដើម្បីសូទិន្នន័យមួយចំនួនហើយខ្ញុំមាន script ដើម្បីងាយស្រួលមើលទាំងអស់ដើម្បីងាយស្រួលអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញ table អូខេអានេះគឺជា table អញ្ចឹងនៅក្នុងហ្នឹងវាមាន table ច្រើនហើយខ្ញុំធ្វើការយកជ្រើសរើស table មួយដើម្បីបង្ហាញទិន្នន័យបាទអញ្ចឹងនេះខ្ញុំសូមជ្រើសរើសយកខ្ញុំសូមធ្វើការជ្រើសរើស table មួយ customer បាទជូតមកអញ្ចឹងចំណុចកន្លែងហ្នឹងខ្ញុំសូមធ្វើការបញ្យល់បន្ថែមបន្តិចហេតុអីបានខ្ញុំធ្វើបង្ហាញអញ្ចឹងខ្ញុំចង់បង្ហាញថាយើងមានទិន្នន័យនៅក្នុង database main database របស់យើងដែលអត់ទាន់ replication ទេទិន្នន័យរបស់យើងគឺបែបហ្នឹងព័ត៌មានប៉ុន្មានគឺនៅក្នុង main database របស់យើងអញ្ចឹងនៅពេលដែលយើង update ព័ត៌មានអីមួយនៅក្នុង main database របស់យើងនេះយើងនឹងឃើញព័ត៌មានទាំងអស់ហ្នឹងចូលនៅក្នុងreplication database នេះដែរបាទអញ្ចឹងខ្ញុំធ្វើការបង្ហាញអា main database ហ្នឹងវាមានព័ត៌មានខ្ញុំជ្រើសរើសយក dim customer នឹងមួយមកអញ្ចឹងខ្ញុំបង្ហាញ database របស់ខ្ញុំមាន user name មានស្អីផ្សេងព័ត៌មានមកកណោអញ្ចឹងមកអញ្ចឹងតិចទៀតខ្ញុំនឹងធ្វើ query បង្ហាញនៅ replication database ដែលយើងទឹមធ្វើ replication នឹងហើយអញ្ចឹងខ្ញុំធ្វើការបង្កើត query ថ្មីហើយកុំឲ្យច្រឡំខ្ញុំនឹង script យកតែម្ដងអញ្ចឹងអូខេអានេះគឺជា script គ្រាន់តែហៅសូមបង្ហាញ table
ទាំងអស់ដែលមាននៅក្នុង database របស់យើងអញ្ចឹងអានេះគឺជា table ឬក៏ជា database replication បាទហើយវាបង្ហាញមកទិន្នន័យគឺដូចគ្នាវា copy ទាំងអស់ហ្នឹងមាន attribute មានអីផ្សេងៗ object អីផ្សេងៗគឺ copy មកឲ្យដូចគ្នាទាំងអស់យើងយក table ប្រមាណគឺវាបង្ហាញប៉ុណ្ណឹងអញ្ចឹងខ្ញុំនឹងធ្វើការ update ព័ត៌មានមួយនៅក្នុង main database បាទអានេះ replication database អានេះ main database អូខេអញ្ចឹងខ្ញុំនឹង update ព័ត៌មានមួយបាទនេះអូខេអានេះគឺជា code ដើម្បីគឺជា code ឬក៏ script ដើម្បី update ព័ត៌មាននៅក្នុង database មួយដែលឈ្មោះ dim customer ហើយខ្ញុំនឹង find ទៅលើ ID នេះហើយខ្ញុំនឹងដាក់ព័ត៌មានអីគេផ្សេងខ្ញុំ update email មួយនេះអញ្ចឹងខ្ញុំអត់ដាក់ email ស្អីគេ .com នឹងទៅទេឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំត្មងទៅអូខេអញ្ចឹងឈ្មោះនេះគឺដាក់ myemail.com អញ្ចឹងក្រោយពេលដែលខ្ញុំ update ហ្នឹងតើវានឹង update នៅក្នុង replication ដែរឬអត់ឥឡូវខ្ញុំ execute មួយសិន execute វា success ហើយវាអត់ error ទេហើយខ្ញុំធ្វើការបង្ហាញម្ដងទៀតព្រោះយើង submit មិញវាចេញត្រឹមត្រូវនៅឥឡូវវាបង្ហាញត្រូវហើយនេះ email របស់យើងត្រូវបាន update ទេបាទនៅក្នុងហ្នឹងយើងមិនមែនតែ update តែមុខយើងអាច delete យើងអាច top database មានអីផ្សេងៗទៀតយើងអាចធ្វើបានមកចប់ប៉ុន្តែខ្ញុំសូមបង្ហាញ concept ដើម្បីឲ្យយល់ងាយស្រួលយល់ពី flow របស់វាអញ្ចឹងខ្ញុំ update អានេះហើយអញ្ចឹងខ្ញុំធ្វើការសូទិន្នន័យម្ដងទៀតមើលនៅក្នុង replication បាទ database អូខេអញ្ចឹងឃើញស្រាប់អានេះ update real time អញ្ចឹងនៅពេលដែលក្នុង main database update អីនៅក្នុង replication database គឺវាសូបែបហ្នឹងដូចគ្នាបាទអញ្ចឹងគោលបំណងរបស់គេធ្វើ replication ដើម្បីជំនួយ performance របស់ server ជំនួយដល់ការងាររបស់ system ធ្វើមិនឲ្យ performance ល្អហើយការងារវា synchronize ហើយវា safety វាមានចំណុចពិសេសជាច្រើនដូចខ្ញុំរៀបរាប់ខាងលើវាមានចំណុចល្អៗជាច្រើនដើម្បីគេធ្វើអាហ្នឹងអញ្ចឹងការធ្វើការបទបង្ហាញរបស់ខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងបាទសូមអរគុណ